ការបោះឆ្នោតជ្រើសតាំងសភាដែលរៀបចំនៅថ្ងៃ21ធ្នូឆ្នាំ1947បានផ្ដល់ជ័យជំនះយ៉ាងរន្ទឺសុសសាយទៅឲ្យគណៈបកប្រជាធិបតេយ្យដែលយកបានដល់ទៅ54អាសនៈគណៈបកសេរីភាពរបស់ព្រះអង្គម្ចាស់នរោដេតដែលមានការគាំទ្រពីបារាំងយកបានតែ21អាសនៈប៉ុណ្ណោះរីឯគណៈបកនានាទៀតដែលបានត្រូវបង្កើតឡើងនៅពេលនោះដូចជាគណៈបកអភិរក្សរេណូជាដើមយកតែមួយអាសនៈមិនទាំងបានផងប៉ុន្តែបានត្រូវជ្រើសតាំងឲ្យធ្វើជាអ្នកតំណាងនៅព្រឹទ្ធសភាគឺក្រុមប្រឹក្សារាជាណាចក្រនៅដើមឆ្នាំ1947នោះចលនាអិសរៈដែលតំណាងប្រទេសទាំង3នៅឥណ្ឌូចិនបានបញ្ជូនអនុសារណៈមួយទៅឲ្យអង្គការសហប្រជាជាតិតាមរយៈក្រសួងការបរទេសអាមេរិកប៉ុន្តែអាមេរិកពុំព្រមបញ្ជូនអនុសារណៈនោះទៅឲ្យអង្គការសហប្រជាជាតិទេនៅឆ្នាំបន្ទាប់មកមួយខែក្រោយពេលដែលលោកឈៀនវ៉មបានត្រូវតែងតាំងជានាយករដ្ឋមន្ត្រីចលនាអិសរៈដែលមានឈ្មោះថាគណៈកម្មការរំដោះប្រជាជនខ្មែរបានត្រូវបង្កើតឡើងនៅបាត់ដំបងក្រុមអិសរៈខ្មែរនោះដែលមានគ្នាប្រមាណ800នាក់ហើយដែលដឹកនាំដោយអតីតពូទូដាបជួនបានត្រូវឯកសារជាច្រើនបញ្ជាក់ថាមានទំនាក់ទំនងជាមួយអង្គការវៀតមិញតាមការពិតចលនាអិសរៈនោះមានអធិភាពតាំងពីឆ្នាំ1945មកគឺចាប់ផ្ដើមចេញរូបរាងតាំងពីខែមិថុនាឆ្នាំ45មកឯណោះគឺមួយខែក្រោយពេលដែលលោកស៊ិនងុកថាន់បានត្រូវតែងតាំងជារដ្ឋមន្ត្រីការបរទេសរីឯសកម្មភាពរបស់ចលនានេះនៅឆ្នាំ45នោះបានត្រូវដឹកនាំដោយលោកស៊ិនងុកមីងហៅអាចារ្យមានតែម្ដងពូគឺចលនាដែលជាសាខារបស់អង្គការវៀតមិញនៅថ្ងៃ25មិថុនាឆ្នាំ45នោះព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុបានទាមទារយកទឹកដីកូសាំងស៊ីនមកវិញប៉ុន្តែស្រាប់តែ2ខែក្រោយមកគឺនៅថ្ងៃ9សីហាយុវជន7រូបដែលជាសមាជិកសមាគមអតីតសិស្សវិទ្យាល័យស៊ីសូវ៉ាត់បាននាំគ្នាចូលទៅក្នុងព្រះបរមរាជវាំងទាំងកណ្ដាលរាត្រីដើម្បីបង្ខំឲ្យព្រះមហាក្សត្រខ្មែរដាក់រាជ្យហើយដកហូតសមាជិករដ្ឋាភិបាលលោកស៊ិនងុកថាន់សឹងតែទាំងអស់លោកស៊ិនងុកថាន់បានចាប់អ្នកធ្វើការប៉ុនប៉ងបានទាំងអស់ហើយយកទៅឃុំឃាំងប៉ុន្តែយុវជន5នាក់បានរត់រួចហើយក្រោយមកគឺនៅឆ្នាំ46បានក្លាយទៅជាសមាជិកគណៈបកកុម្មុយនីសឥណ្ឌូចិនចលនាយុវជនទាំងនោះបានចោទព្រះមហាក្សត្រខ្មែរថាបានបណ្ដោយឲ្យបារាំងធ្វើតាមអំពើចិត្តសូមបញ្ជាក់ថានៅសម័យរដ្ឋាភិបាលលោកស៊ិនងុកថាន់នាឆ្នាំ1945នោះព្រះមហាក្សត្រខ្មែរបានផ្ញើសារលិខិតមួយទៅឧត្តមនាវីបារាំង Thierry d'Argenrieux ដែលជាអគ្គស្នងការបារាំងនៅឥណ្ឌូចិនដើម្បីធ្វើការចរចាស្ដីពីឯករាជ្យរបស់ខ្មែរប៉ុន្តែពេលដែលបារាំងពង្រឹងជំហររបស់គេនៅឥណ្ឌូចិនបានវិញរឿងនោះក៏បាត់ស្ងាត់រហូតទៅដូច្នេះឃើញថាចលនាទាមទារឯករាជ្យតាមផ្លូវអាវុធទោះបីមានការប្រតិក្រឡាគ្នាយ៉ាងស្មុគស្មាញយ៉ាងណាក្តីក៏បែកចេញជានិន្នាការពីរសំខាន់ដែរនៅពេលនោះប៉ុន្តែទាល់តែមកដល់ខែមិនិនាឆ្នាំ1949ទើបទំនាស់នេះបានស្ដែងចេញឡើងយ៉ាងច្បាស់នៅពាក់កណ្ដាលឆ្នាំ1949នោះគឺនៅចន្លោះខែមិនិនានិងខែមិថុនាក្រុមអិសរៈខ្មែរនានាបានធ្វើការវាយប្រហារគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លាក្រុមខ្មែរអិសរៈខ្លះយល់ថាត្រូវធ្វើសហការជាមួយវៀតមិញក្រុមខ្លះទៀតប្រឆាំងដាច់ខាតនឹងគំនិតនេះប៉ុន្តែគឺនៅពេលនោះដែរដែលពួកអ្នកជាតិនិយមបែកចេញជាពីរក្រុមមួយប្រកាន់ឆ្វេងមួយប្រកាន់ស្ដាំមុននឹងនិយាយអំពីការវិវត្តនៃចលនាខ្មែរអិសរៈនេះបន្តទៅទៀតខ្ញុំសូមវិលមកនិយាយអំពីរដ្ឋាភិបាលលោកឈៀនវ៉មនិងដំណើរការនៃគណៈបកប្រជាធិបតេយ្យវិញសិនព្រោះថាការទាមទារឯករាជ្យរបស់ចលនាអិសរៈនិងការចូលប្រយុទ្ធក្នុងឆាកនយោបាយរបស់គណៈបកប្រជាធិបតេយ្យប្រព្រឹត្តទៅនៅក្នុងពេលតែមួយ
រដ្ឋាភិបាលរបស់លោកឈិនវ៉មដែលបានត្រូវតែងតាំងនៅថ្ងៃ2មករាឆ្នាំ1948គឺ10ថ្ងៃក្រោយការបោះឆ្នោតសភានាថ្ងៃ21ធ្នូឆ្នាំ1947មានសមាជិកភាពដូចតទៅលោកឈិនវ៉មដែលជានាយករដ្ឋមន្ត្រីក៏ត្រូវទទួលបន្ទុកខាងអប់រំជាតិដែរលោកសឿនសានដែលបានត្រូវតែងតាំងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកពីទូដឺម៉ុងតេរ៉ូយុទ្ធធរលោកយិតស្រុនមហាផ្ទៃលោកសុនវិនសៃកាន់3ក្រសួងតែម្នាក់ឯងគឺរដ្ឋមន្ត្រីសេដ្ឋកិច្ចជាតិរដ្ឋមន្ត្រីសាធារណការនិងរដ្ឋមន្ត្រីការពារប្រទេសលោកហុយកន្ធុធម្មការវិចិត្រសិល្បៈនិងសង្គមកិច្ចវិជ្ជបណ្ឌិតសុនម៉មសុខាភិបាលរីឯរដ្ឋលេខាធិការមាន5គឺលោកយ៉ែមសម្បូររដ្ឋលេខាធិការមហាផ្ទៃទទួលខុសត្រូវខាងនគរបាលជាតិលោកមៀចគុណរដ្ឋលេខាធិការហិរញ្ញវត្ថុលោកហ៊ុយម៉ោងរដ្ឋលេខាធិការការពារប្រទេសលោកថុនអុករដ្ឋលេខាធិការខាងក្រសួងឃោសនាការលោកអ៊ិតសៀមរដ្ឋលេខាធិការពាណិជ្ជកម្មឧស្សាហកម្មនិងភស្តុភាររដ្ឋាភិបាលលោកឈៀនវ៉មបានត្រូវបញ្ចប់8ខែក្រោយមកលោកប៉ែននុតដែលមិនបានត្រូវរដ្ឋាភិបាលប្រជាធិបតេយ្យរបស់លោកឈៀនវ៉មប្រគល់ភារកិច្ចអ្វីទាំងអស់នោះបានត្រូវតែងតាំងជានាយករដ្ឋមន្ត្រីជំនួសលោកឈៀនវ៉មនៅថ្ងៃ15សីហាឆ្នាំ1948ប៉ុន្តែ6ខែក្រោយមកត្រូវរលំទៅវិញហើយដល់វេនលោកយ៉ែមសម្បូរម្ដងវិញរដ្ឋាភិបាលលោកយ៉ែមសម្បូរបានត្រូវតែងតាំងនៅថ្ងៃ12កុម្ភៈឆ្នាំ1949នៅថ្ងៃ18កញ្ញាឆ្នាំដដែលព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុបានរំលាយរដ្ឋសភាចោលតែម្ដងសូមបញ្ជាក់ថាលោកអៀវកឹសដែលធ្វើជាប្រធានរដ្ឋសភាតាំងពីឆ្នាំ1946មកខិតខំធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីជៀសវាងទំនាស់ជាមួយព្រះរាជាគឺសុកចិត្តតែងតាំងលោកយ៉ែមសម្បូរឲ្យធ្វើជានាយករដ្ឋមន្ត្រីតាមសេចក្តីស្នើរបស់ព្រះមហាក្សត្រដោយយោងទៅតាមមាត្រាទី21នៃរដ្ឋធម្មនុញ្ញលោកយ៉ែមសម្បូរបានត្រូវសិស្សវិទ្យាល័យស៊ីសវ័តប្រឆាំងយ៉ាងសម្បើមនៅពេលនោះព្រោះលោកបានបើកកាស៊ីណូមួយដែលជាហេតុធ្វើឲ្យខូចនយោបាយយ៉ាងធំនៅពេលនោះសិស្សវិទ្យាល័យស៊ីសវ័តនាំគ្នាស្រែកថាមាសអែមយ៉ែមសម្បូរបើកកាស៊ីណូបិទវិទ្យាល័យនៅទីបំផុតគណៈបកប្រជាធិបតេយ្យបានត្រូវអ្នកឱកាសនិយមយកទៅធ្វើជាឈ្នន់ធ្វើប្រងើយទោះជាយ៉ាងនេះក្តីក៏លោកអៀវកឹសខិតខំធ្វើការតវ៉ាប្រឆាំងយ៉ាងអង់អាចនឹងរបៀបកំណត់ឯករាជ្យរបស់បារាំងដែរគឺឯករាជ្យដែលគ្មានលក្ខណៈបរិបូរណ៍យើងនឹងនិយាយអំពីរឿងនេះបន្តទៅទៀតនៅថ្ងៃប្រខុសក្រោយ